មុខម្ហូបមួយមុខនេះតាមពិតនាងខ្ញុំត្រូវធ្វើដាក់នៅក្នុងឆ្នាំងទេតែដល់ទៅពេលគិតសពទៅបើសិនជាយើងធ្វើដាក់នៅក្នុងឆ្នាំងគឺវាអត់ស៊ីមេត្រីជាមួយនឹងឈ្មោះមុខម្ហូបនឹងទេអញ្ចឹងនាងខ្ញុំក៏បដូរធ្វើដាក់នៅក្នុងខ្ទះវិញដើម្បីកុំឲ្យខុសពីឈ្មោះអញ្ចឹងគ្រាន់តែឃើញបងប្អូនដឹងហើយថាមុខម្ហូបនឹងគេហៅថាមុខម្ហូបអីគេហើយពេលដែលធ្វើម្ហូបនឹងញ៉ាំម្ដងនិយាយពីថានាងខ្ញុំឆ្ងល់លើសែនឆ្ងល់ថាហេតុអីបានជាគេដាក់ឈ្មោះមុខម្ហូបនឹងថាជ្រក់ក្រៅឆ្នាំងព្រោះតាំងពីដើមមកកាលនាងខ្ញុំនៅតូចម៉ាក់នាងខ្ញុំគាត់ធ្វើឲ្យញ៉ាំហើយគាត់ធ្វើដាក់នៅក្នុងឆ្នាំងហើយបន្ទាប់មកគាត់ប្រាប់យើងថានឹងគឺជាជ្រក់ក្រៅឆ្នាំងហើយនាងខ្ញុំក៏សួរម៉ាក់ថាមិនបានគេហៅថាជ្រក់ក្រៅឆ្នាំងបើធ្វើដាក់ក្នុងឆ្នាំងសោះនឹងហើយគាត់អត់មានចម្លើយប្រាប់យើងរហូតដល់សប្ងៃហ្នឹងនាងខ្ញុំជឿថាមិនមែនធ្វើតែគាត់ទេសូម្បីតែនាងខ្ញុំបើសិនជាមានកូនក៏អត់មានចម្លើយប្រាប់កូនដែរថាហេតុអីបានគេហៅថាជ្រក់ក្រៅឆ្នាំងឥឡូវម៉ាក់ឆ្ងល់ច្រើននេះមកធ្វើជ្រក់ក្រៅឆ្នាំងញ៉ាំទាំងអស់គ្នាហើយនេះគឺជាគ្រឿងផ្សំសម្រាប់ធ្វើជ្រក់ក្រៅឆ្នាំងមានត្រីងៀតមានជីមានស្លឹកខ្ទឹមមានម្ទេសមានពងទាមានប៉េងប៉ោះខ្ទឹមសខ្ទឹមបារាំងមានស្វាយខ្ចីនិងត្រសក់ចាគ្រឿងក្រៅគឺយើងដាក់តែប្រមាណមុខនឹងឯងតែបើសិនបងប្អូនដាក់លើសហ្នឹងក៏អាចដាក់បានដែរទៅតាមចំណង់ចំណូលចិត្តរបស់យើងមុនហ្នឹងពូចុងភៅក៏ដាក់ស្ងោរពងទាបន្ទាប់មកចាប់ផ្ដើមមកកាត់ត្រីងៀតរោះយើងមកកាត់ទុយនេះគឺយើងកាត់វាជាកង់អញ្ចឹងទៅដើម្បីងាយស្រួលនៅក្នុងការដាក់អាំងជ្រក់ក្រៅឆ្នាំងនេះសម្រាប់អ្នកផ្ទះនាងខ្ញុំម៉ាក់ប៉ាគាត់ចូលចិត្តភាសាជាងគេនាងខ្ញុំក៏ចូលចិត្តដែរដោយសារតែវាមានបន្លែច្រើនណាហើយឲ្យទៅពេលដែលធ្វើម្ហូបនឹងញ៉ាំគឺនាងខ្ញុំអត់ដែរញ៉ាំជាមួយបាយទេគឺចូលចិត្តញ៉ាំវាលេងហត់ទៅជូជាមួយនឹងបន្លែត្រីងៀតពងទាអីនឹងដាក់ទៅគឺថាអូយមានជាតិជ្រក់ក្រៅឆ្នាំងបើសិនជាយើងដាក់ស្វាយគឺយើងត្រូវការជ្រើសរើសស្វាយខ្ចីហើយជូរបានធ្វើទៅញ៉ាំឆ្ងាញ់បើសិនជាស្វាយរៀងសាគីលសាច់ឡើងលឿងក្រហមអីហ្នឹងគឺញ៉ាំទៅអត់ឆ្ងាញ់ទេវាអត់មានចេញជាតិជូរអញ្ចឹងស្វាយពីរផ្លែមុនហ្នឹងគឺយើងទិញប៉ះចំស្វាយចាស់ចាត់ទៅសាច់ឡើងក្រហមធ្វើអត់កើតទេទៅរកទិញស្វាយថ្មីទៅសាច់ឡើងសបែបនេះហើយយើងភ្លក់មើលថាចេញជូរបានយើងធ្វើជ្រក់ទៅឆ្ងាញ់អ្នកខ្លះគាត់ដាក់ស្វាយខ្ចីអីទេគឺគាត់ដាក់ជាប្រភេទទឹកអំពិលទុំឬក៏ប្រើជាប្រភេទក្រូចឆ្មាក៏មានដែរហើយកលេចមើលត្រីងៀតអាំងរបស់យើងនេះវិញនិយាយពីថាអូយឡើងក្រហមល្អហ្មងហើយរសជាតិវាអត់ប្រៃខ្លាំងទេធ្វើជ្រក់ក្រៅឆ្នាំងអញ្ចឹងបើសិនជាយើងបានត្រីរសជាតិរៀងប្រៃប្រភេទត្រីប្រៃបានន័យថាយើងអត់មានប្រឡាក់ដាក់ស្ករទេធ្វើជ្រក់ក្រៅឆ្នាំងត្រូវជាងត្រីដែលយើងប្រឡាក់ដាក់ស្ករតែត្រីងៀតនាងខ្ញុំនឹងគឺសុទ្ធតែប្រឡាក់ដាក់ស្ករទាំងអស់ដោយសារនាងខ្ញុំអត់សូវជាចូលចិត្តប្រៃហ៎អញ្ចឹងទៅយើងអាំងវាឆ្អិនហើយយើងដំវារៀងទក់សាច់បន្តិចបានយើងចាប់ផ្ដើមយកវាមកប្រឡេះសាច់ជាបំណែកតូចបែបហ្នឹងនាងខ្ញុំចូលចិត្តធ្វើជ្រក់ក្រៅឆ្នាំងញ៉ាំនៅពេលដែលមានអារម្មណ៍ថាយើងដូចត្រលន់នឹងសឡអីផ្សេងណាមកជូរស្ងោរឆាខ្ទិះកកោប្រហើយហ្នឹងគឺថាសឹងថារាល់ថ្ងៃទៅហើយព្រោះមុខម្ហូបខ្មែរយើងចាទៅមកហ្នឹងគឺមានតែប្រមាណមុខនឹងឯងអញ្ចឹងទៅត្រលន់នឹងខ្លាញ់ត្រលន់នឹងត្រីត្រលន់នឹងសាច់យើងអាចធ្វើបែបលក្ខណៈអាហារនេះចាត់ទុកថាជាអាហារបួសបានណាបងប្អូនពួកអីមានតែបន្លែពងទាត្រីងៀតអីតែប៉ុណ្្នឹងទេចាស្វាយខ្ចីហ្នឹងគឺនាងខ្ញុំសាបតសក់ហ្នឹងគឺយើងចិតវាស្ដាងពេញប៉ោះក៏ដូចគ្នាដែរចំណែកខ្ទឹមបារាំងនេះគឺយើងពុះវាជាពីរហើយយើងហាន់វាជាប្រទេសស្ដាងបន្លែទាំងអស់ហ្នឹងគឺយើងធ្វើមកឲ្យស្ដាងដោយសារតែយើងអត់មានបានយកទៅចម្អិននៅលើភ្លើងអីទេយើងធ្វើវាហើយគឺយើងដាំទឹកក្តៅចាក់ពីលើវាបើសិនជាយើងចិតរៀងក្រាស់ពេកវាមិនងាយនឹងចូលជាតិទេជីស្លឹកខ្ទឹមអីហ្នឹងគឺយើងហាន់វារៀងល្អិតបន្តិចទៅចំណែកម្ទេសនេះគឺយើងអាចដាក់តាមចំណង់ចំណូលចិត្តប៉ុន្តែសម្រាប់យើងខ្ញុំជ្រក់ក្រៅឆ្នាំងអញ្ចឹងគឺធ្វើតតែចេញរៀងជូរហឹរបន្តិចបានញ៉ាំទៅឆ្ងាញ់ហើយពងទានេះគឺយើងចិតវាជាចនិតបែបហ្នឹងទៅដោយសារតែកបិតអត់សូវមុតដល់ទៅពេលចិតទៅឡើងបែកអស់លេងហើយខ្ទឹមសនេះគឺយើងច្រាមវាដាក់មកល្មមទៅហើយបន្ទាប់មកទៀតចាប់ផ្ដើមផ្សំគ្រឿងដែលមានអំបិលស្ករប៊ីចេងយើងអាចដាក់តាមចំណង់ចំណូលចិត្តរសជាតិដែលយើងចង់បានអញ្ចឹងនេះខ្ញុំដាក់មួយមុខបន្តិចហើយបន្ទាប់មកទៀតចុងក្រោយគេហ្នឹងគឺយើងចាប់ផ្ដើមចាក់ទឹកក្តៅចូលទៅបើសិនជាយើងចង់បានរាវយើងចាក់ទឹកក្តៅរៀងច្រើនបន្តិចទៅប៉ុន្តែនេះខ្ញុំគឺអត់ត្រូវការរាវខ្លាំងពេកទេមកល្មមប៉ែកមកត្រឹមតែលិចបន្លែប៉ុណ្ណឹងគឺអូខេហើយបន្ទាប់មកនេះខ្ញុំចាប់ផ្ដើមកូរច្បល់ឲ្យបន្លែគ្រឿងក្រៅទាំងអស់ហ្នឹងវាសព្វជាតិគ្នាល្អហើយនេះខ្ញុំចូលចិត្តកូរច្បល់ឲ្យពងក្រហមនឹងវាបែកពេញហ្នឹងទៅបានញ៉ាំទៅវាមានជាតិឆ្ងាញ់ហើយភ្លក់មើលរសជាតិតាមចំណង់ចំណូលចិត្តទៅគឺថាអូខេហើយបងប្អូនមកញ៉ាំញ៉ាំនេះអត់ញ៉ាំបាយទេកាមេរ៉ានេះលងឡំម្ល៉េះថ្ងៃនេះអត់បាន make up ដល់ពេលយើងទៅមានអារម្មណ៍ថាពិបាកទទួលយកមុខខ្លួនឯងអញ្ចឹងយើងប្រើកាមេរ៉ា